សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិខ្មោចនៅភូមិដាច់ស្រយាលមួយជាប់វាលស្រែនិងព្រៃត្នោតមានបុរសចំណាស់ម្នាក់ឈ្មោះតាឈុនជាអ្នកឃ្វាលគោក្របីប្រចាំភូមិមនុស្សគ្រប់គ្នាស្គាល់ថាគាត់ជាមនុស្សរឹងមាំមាត់រឹងនិងមិនដែលជឿលើខ្មោចព្រលឹងឬអារក្សអ្វីឡើយនៅក្នុងតំបន់នោះដែរមានវាលមួយដែលមានស្មៅច្រើនតែមិនមានអ្នកឃ្វាលគោណាហ៊ានចូលទៅច្រូតស្មៅឬក៏មកឃ្វាលគោនៅវាលនោះទេដោយសារតែនៅក្បែរវាលនោះមានព្រៃមួយសម្បូរទៅដោយដើមឈើធំៗជាច្រើនជាពិសេសសម្បូរទៅដោយដើមត្នោតលីព្រៃនោះហើយដែលអ្នកភូមិតែងតែខ្លាចរអាដោយសារល្បីថាមានខ្មោចលងរាល់ពេលអ្នកភូមិនិយាយអំពីខ្មោចលងនៅវាលនោះតាឈុនតែងតែសើចចំអកនិងនិយាយថាអស់អ្នកអើយជឿតែរឿងខ្មោចគ្មានសាច់ឈាមចង់ឃ្វាលគោមកចិត្តពេញមួយជីវិតហើយមិនដែលឃើញខ្មោចលងម្ដងសោះឮដូចនេះអ្នកភូមិម្នាក់បាននិយាយថាលោកបងបើមិនជឿកុំប្រមាថតែបើលោកបងខ្លាំងហ៊ានទៅឃ្វាលគោនៅទីនោះទេបើហ៊ានមែនខ្ញុំស្ងោរមាន់មួយទុកឲ្យលោកបងហូបតាឈុនបានតបទៅវិញថានិយាយម៉ាត់ណាម៉ាត់នឹងវើយស្អែកខ្ញុំទៅឃ្វាលគោនៅវាលនឹងត្រៀមតែមាន់ស្ងោរឲ្យឆ្អិនទៅនិយាយរួចគាត់បានដើរទៅផ្ទះគាត់បានព្រឹកឡើងមកដល់ថ្ងៃមិនទាន់រះផងតាឈុនបានដេញវងគោរបស់គាត់ដែលមានចំនួន10ក្បាលទៅវាលនោះដោយការសន្យាហើយគាត់បានស្រែកនិយាយទៅក្រុមអ្នកភូមិថាចាប់មាន់ឲ្យហើយទៅល្ងាចខ្ញុំត្រឡប់មកវិញហើយដឹងតែឆ្ងាញ់មាត់មិនខានក្រុមអ្នកភូមិបានហាមគាត់និងនិយាយថាលោកបងឈុនណាកុំទៅឃ្វាលគោនៅតំបន់នោះអីគ្រោះថ្នាក់ណាស់បើលោកបងចង់ហូបមាន់ចាំពួកខ្ញុំចាប់មាន់មួយស្ងោរឲ្យលោកបងហូបរួចទិញស្រា1លីត្រឲ្យបងផងដែរតែតាឈុនជាមនុស្សរឹងរូសមិនបានស្ដាប់អ្នកភូមិទេគាត់បានវាយដេញគោបណ្ដើរនិងនិយាយឌឺដងដាក់អ្នកភូមិថាខ្ញុំមិនមែនជាមនុស្សកំសាកត្រចៀកសទេល្ងាចជួបគ្នាអ្នកភូមិបានត្រឹមនាំគ្នាឈរសម្លឹងពីក្រោយតាឈុននិងវងគោរបស់គាត់ប៉ុណ្ណោះតាឈុនទៅដល់វានោះនឹងបានសម្លឹងជុំវិញរួចនិយាយខ្សឹបៗតែម្នាក់ឯងថាទីនេះសម្បូរទៅដោយវាស្មៅខ្ចីល្អពួកអ្នកភូមិទាំងនោះពិតជាឆោតមែនចេះខ្លាចរឿងផ្ដេសផ្ដាស់ទៅកើតដែរវ៉ៃនិយាយរួចគាត់បានប្រឡែងគោនិងបានដេញពួកវាឲ្យស៊ីស្មៅនៅក្បែរនោះតែគោរបស់តាឈុនហាក់ផ្អើលមិនព្រមស៊ីស្មៅនោះសោះនិងបានឈប់ផ្ដុំគ្នាជាក្រុមតែដោយសារតាឈុនបានវាយពួកវាទើបគោទាំងនោះបានដើរចេញនិងព្រមស៊ីស្មៅព្រមទាំងកាយវិការរបស់ពួកវាហាក់បីដូចខ្លាចអ្វីម្យ៉ាងបន្ទាប់មកតាឈុនបានទៅសម្រាកក្រោមម្លប់ដើមត្នោតមួយនិងបានសម្លឹងមើលពីកន្លែងមួយទៅកន្លែងមួយនិងបានឆ្ងល់ថាម្ដេចនៅជុំវិញទីនោះស្ងាត់មិនមានសត្វព្រៃតូចធំនិងបក្សាបក្សីហោះហើរដើរឆ្លងកាត់ទីនោះដូច្នោះឮតែសំឡេងឆ្កែព្រៃលូនិងសំឡេងមៀមទីទុយខ្លាចស្រាកប៉ុណ្ណោះតែតាឈុនមិនបានចាប់អារម្មណ៍និងភិតភ័យអ្វីនោះទេនៅថ្ងៃត្រង់បន្ទាប់ពីបានហូបបាយរួចគាត់បានដេកលង់លក់មួយផ្លែតនិងបានយល់សប្តិថាមានមនុស្សប្រុសម្នាក់ស្លៀកពាក់ស្អាតបានមកហៅទៅហូបអីនៅផ្ទះរបស់គាត់ដោយសារតែបុរសនោះបានរៀបចំកម្មវិធីការកូនរបស់គេមិនទាន់បាននិយាយអ្វីផងតាឈុនបានភ្ញាក់ឡើងដោយសារសំឡេងគោយំលាន់ឮយ៉ាងខ្លាំងតាឈុនបានងើបឈរនិងបានសម្លឹងឃើញកូនគោមួយក្បាលរត់ចូលទៅក្នុងព្រៃតាបានប្រញាប់ប្រញាល់រត់យ៉ាងលឿនតាមពីក្រោយកូនគោនោះក្នុងគោលបំណងដេញវាឲ្យត្រឡប់មកវិញទោះជាយ៉ាងណាកូនគោនោះគិតតែពីរត់ជល់ព្រៃមិនព្រមត្រឡប់ក្រោយទេតាឈុនក៏រត់តាមក្រោយរហូតដល់កណ្ដាលព្រៃតាឈុនបានឃើញកូនគោនោះត្រូវបានបុរសចម្លែកម្នាក់ស្លៀកពាក់ប្រពៃណីបុរាណចាប់ចងទុកនៅក្បែរឆែកដីធំចំណាស់ដែលនៅជិតផ្ទះដែលកំពុងតែរៀបចំកម្មវិធីដែលមានភ្ញៀវយ៉ាងច្រើនតាឈុនមិនមានការសង្ស័យនោះទេរួចក៏បាននិយាយសុំយកគោត្រឡប់ទៅវិញតែបុរសនោះដើរទៅចាប់ដៃតាឈុននិងបានណែនាំខ្លួននិងឃាត់គាត់ថាលោកបងអើយខ្ញុំឈ្មោះតាគង់ហើយកូនគោនោះបានមកស៊ីដំណាំរបស់ខ្ញុំតែបើលោកបងចង់បានត្រឡប់ទៅវិញលោកបងត្រូវនៅហូបអីសិនព្រោះជាកម្មវិធីសិរីសួស្តីកូនស្រីរបស់ខ្ញុំចាំល្ងាចចាំទៅចោះខ្ញុំមិនខកលោកបងទេ
តាឈុនបានឈរគិតមួយសន្ទុះតែតាគង់បានដើរមកចាប់អូដៃចូលទៅក្នុងហើយប្រពន្ធនិងកូនកំលោះកូនក្រមុំបានមកជម្រាបសួរគាត់តាឈុនបានអង្គុយលើគ្រែមួយនៅក្រោមផ្ទះដែលមានម្ហូបជាច្រើនមុខនិងមានភ្ញៀវអង្គុយនៅលើគ្រែនោះប្រហែល5នាក់តាឈុនហើយនិងភ្ញៀវទាំង5នាក់នោះនិយាយចុះសម្រុងជាមួយគ្នាយ៉ាងខ្លាំងមួយសន្ទុះក្រោយមកមានភ្ញៀវម្នាក់បានសួរតាឈុនថាលោកបងឮថាលោកបងមិនចេះខ្លាចអ្វីទេសំបីតែខ្មោចមែនទេលោកបងតាឈុនបានឆ្លើយថាពិតណាស់លោកបងអើយខ្ញុំមិនជឿថាលើលោកនេះមានខ្មោចទេតាឈុនបាននិយាយចប់ពួកភ្ញៀវទាំង5នោះបានសើចយ៉ាងសប្បាយរួចមានអ៊ំម្នាក់ដែលអង្គុយក្បែរនោះគាត់និយាយថាតែទៀតលោកបងឯងបានឃើញហើយនឹងបានភ្លឺភ្នែកជាមិនខានទេអ៊ំប្រុសនោះនិយាយចប់តាឈុនហាក់ទទួលអារម្មណ៍ចម្លែកដោយសារតែវិធីការនោះម្ដេចមិនមានព្រះសង្ឃតែអាចារ្យហាក់មិនធ្វើតាមប្រពៃណីសោះម្យ៉ាងតាឈុនបានចាំថាបរិសដែលគាត់បានឃើញក្នុងយល់សពនោះគឺជាតាគង់នោះឯងតាឈុនចាប់ផ្ដើមឬសម្បល់គីងគក់និងបានប្រែទឹកមុខពីសើចសប្បាយទៅស្លេកស្លាំងរួចគាត់បាននឹកឃើញពាក្យចាស់ថាបើស្រាតខោរួចចំតិតគូតនិងអោនមើលតាមចន្លោះជើងយើងនឹងបានឃើញថាតើនោះជាមនុស្សឬក៏ជាខ្មោចបន្ទាប់ពីនឹកឃើញពាក្យចាស់ៗទាំងនោះរួចមកគាត់បានធ្វើពុតជាទៅឈូសនោមនៅក្បែរនោះរួចធ្វើតាមពាក្យចាស់ៗនិយាយស្រាប់តែគាត់ស្ទើរលួសព្រលឹងតាគង់និងប្រពន្ធកូនកំលោះកូនក្រមុំព្រមទាំងភ្ញៀវសុទ្ធតែជាខ្មោចបើមើលទៅម្ហូបអាហារនៅលើគ្រែសុទ្ធតែជាសាច់កណ្ដោរសាច់ស្រស់មានឈាមមានដង្កូវគាត់ទ្រាំមិនបានទៀតទេក៏ក្អួតមកសុទ្ធតែដង្កូវដូចគ្នាគាត់ស្រែកផងយំផងញ័រជើងញ័រដៃបាសសក់ក្រញាំងខំប្រឹងរត់ចេញពីផ្ទះខ្មោចការនោះតែត្រូវបានតាគង់ប្រពន្ធរបស់គាត់កូនកំលោះកូនក្រមុំព្រមទាំងភ្ញៀវពេញមួយផ្ទះបានប្រែកាយទៅជាខ្មោចនិងបានរត់ដេញតាមតាឈុនហើយស្រែកហៅតាឈុនថាតាឈុនប្រញាប់ទៅណាកំពុងសប្បាយផងមកវិញមកហូបនៅច្រើនណាស់មិនទាន់អស់ទេខ្មោចតាគង់បានស្រែកថាអាតាឈុនច្រាស់ច្រំឆ្អែតហើយម្ដេចរត់យ៉ាងនេះមិនព្រមចង់ដៃការកូនអញទេឬក្រឡេកមើលតាឈុនវិញគាត់រត់មិនងាកក្រោយទេរត់ផងយំផងស្រែករកតែម៉ែឪទោះបីរបូតខោរបូតអាវអស់ក៏មិនព្រមឈប់រើសដែរដៃជើងដាច់រលាត់អស់ហើយដោយសារតែខំប្រឹងរត់ឲ្យតែមានចន្លោះទោះកាត់បន្លាតូចធំក៏ដោយបើយើងក្រឡេកមើលវងខ្មោចហោះដេញតាមក្រោយតាឈុនគិតតែរត់ខ្មោចតាគង់ស្រែកម្ដងហើយម្ដងទៀតថាតាឈុនចងដៃអញមកម្ដេចរត់លឿនម្លេះតាឈុនចងដៃអញមកម្ដេចរត់លឿនម្លេះតាឈុនប្រឹងរត់មិនងាកក្រោយទេរួចគាត់ស្រែកលឺឡើងថាឈប់តាមខ្ញុំទៅហើយកូននោះខ្ញុំមិនយកទេខ្ញុំចងដៃទៅចោះគាត់គិតតែស្រែកដដែលជាច្រើនដងស្រែកបណ្ដើររត់ទាំងគ្មានខោបណ្ដើរមួយសន្ទុះក្រោយមកស្រាប់តែសំឡេងវងខ្មោចបាត់បន្តិចម្ដងនឹងបានឮសំឡេងខ្មោចតាឈុនហៅក្រុមខ្មោចថាតោះឈប់ដេញអាតានឹងទៅថ្ងៃនេះជាថ្ងៃមង្គលការកូនខ្ញុំម្យ៉ាងអាតានឹងវាឲ្យកូននឹងជាចំណងដៃហើយមិនបាច់តាមវានាំទៅខាតពេលទេតោះយើងទៅសប្បាយវិញទោះជាបានឮពាក្យនោះនិងសំឡេងវងខ្មោចបានបាត់អស់ក៏ដោយក៏តាឈុនគិតតែរត់រហូតចេញផុតពីព្រៃរត់មួយសន្ទុះក៏បានចូលទៅដល់ក្នុងភូមិគាត់បានដើរសន្សឹមទៅដល់ផ្ទះរបស់គាត់បានឃើញនៅពីមុខផ្ទះបានសាងសង់រោងបុណ្យប្រពន្ធកូនយំនៅមុខរូបថតគាត់ដែលតាំងមុខមឈូសប្រពន្ធកូននិងអ្នកភូមិបានក្រឡេកឃើញតាឈុនដែលមិនមានខោអាវស្លៀកពាក់គិតថាតាឈុនជាខ្មោចហើយអ្នកភូមិខ្លះរត់ប្រសិចប្រសាចតែឆោឡោដោយភ័យខ្លាចចំណែកប្រពន្ធតាឈុននិងកូនបានស្រែកទ្រហោយំខ្លោចចិត្តនឹងប្តីដែលបានស្លាប់ទាំងអាក្រាតកាយព្រះសង្ឃតាអាចារ្យបានឃើញដូច្នោះបានសូត្រធម៌និងបានជះទឹកមន្តមកលើតាឈុនក្រោយពីត្រូវទឹកមន្តរួចហាក់បីដូចជាគាត់ស្រឡះមុខហើយគាត់បានដើរសន្សឹមទៅលុតជង្គង់ថ្វាយបង្គំព្រះសង្ឃហើយនិយាយទៅកាន់ប្រពន្ធគាត់ថាយាយប៉ែអើយខ្ញុំនៅរស់ទេហេតុអ្វីនាំគ្នារត់ខ្លាចខ្ញុំដូច្នោះ
តាឈុននិយាយចំទើបអ្នកភូមិអ្នកស្រុកប្រកាសថានេះមិនមែនជាខ្មោចទេគឺតាឈុននៅរស់ទេប្រពន្ធគាត់បានយកគាត់ទៅមុជទឹកស្លៀកពាក់និងហូបអាហាររួចឲ្យគាត់សម្រានមួយសន្ទុះពេលមានកម្លាំងបន្តិចទើបតាឈុនងើបក្រោកឡើងនិយាយផងយំផងពីរឿងរ៉ាវទាំងអស់ដែលបានកើតមកលើរូបគាត់នៅក្នុងព្រៃតាមពិតកំឡុងពេលតាឈុនត្រូវខ្មោចលងនៅក្នុងព្រៃនោះមិនមែនមួយថ្ងៃនោះទេគឺ3ថ្ងៃ3យប់ឯណោះអ្នកភូមិនិងប្រពន្ធកូនរបស់គាត់បានតាមរកគាត់ពេញព្រៃនោះដែរតែរកមិនឃើញទេទើបសន្មតថាតាបានស្លាប់និងបានរៀបចំកម្មវិធីបុណ្យនោះទៅក្រោយពីដឹងរឿងទាំងអស់ហើយកម្មវិធីបុណ្យសពក៏ប្ដូរមកជាបុណ្យរំដោះគ្រោះមួយខែក្រោយមកតាឈុនបានសម្រេចចិត្តបួសដោយសារតែគាត់ជ្រុះសក់អស់និងនៅតែភ័យខ្លាចនិងតែងតែនឹកឃើញហេតុការណ៍មិនភ្លេចទាល់តែសោះតាឈុនបានបួសរយៈពេល1វស្សាទើបគាត់ព្រមសឹកវិញនិងបានរស់នៅយ៉ាងសុខសាន្តតែគាត់បានហាមកូនចៅអ្នកភូមិអ្នកស្រុកមិនឲ្យចូលទៅឃ្វាលគោនៅទីនោះទៀតទេនិងបាននិយាយថាបើមិនជឿសូមកុំប្រមាថឲ្យសោះអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតមកដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិងខមមិនពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច like Subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូថ្មីៗមុនគេសូមអរគុណ